សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាសាជាថ្ងៃម្ដងទៀតជាមួយនឹងរូបនាងខ្ញុំថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបនៃការដាក់ប្រាក់ចូលទៅក្នុង website Win 2888ដើម្បីធ្វើការភ្នាល់ជាមួយនឹងហ្គេមដែលមាននៅក្នុង website ចឹងដំបូងយើងចូលទៅក្នុង website ទាំងអស់គ្នាដើម្បី login ចូលទៅក្នុង website បានបងប្អូនជាដំបូងត្រូវតែ register ជាមួយនឹង new account ជាមុនសិនអញ្ចឹងយើងត្រូវចូលទៅក្នុងពាក្យថា join now ចឹងកន្លែងនេះតើតង name នេះបងប្អូនត្រូវបំពេញឈ្មោះពិតប្រាកដរបស់បងប្អូនចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះថាសកលលីមសកលតើតើនឹងថ្ងៃខែឆ្នាំកំណើតនេះក៏ដូចគ្នាដែរតម្រូវបងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតដែរពិតប្រាកដដែរតើតើនឹងកន្លែងនេះដែរគឺងាយស្រួលនៅពេលដែលបងប្អូនភ្លេច password អញ្ចឹងបងប្អូនត្រូវតែចាំថ្ងៃឆ្នាំកំណើតរបស់បងប្អូនដើម្បីងាយស្រួលខាងភ្នាក់ងារ Win 2888អាចបដូរ password ជូនបងប្អូនបានតើតើនៅ account នេះបងប្អូនអាចដាក់ឈ្មោះមួយណាក៏បានដែរតែកន្លែងនេះខ្ញុំដាក់ឈ្មោះថាសកល23ចឹងនេះគឺជាឈ្មោះ account ដែលបងប្អូនចង់ប្រើប្រាស់បន្ទាប់ពីដាក់ឈ្មោះហើយយើងធ្វើការ check ទៅលើឈ្មោះនេះចឹងវាចេញសញ្ញាគ្រីបអានេះថាឈ្មោះនេះមិនទាន់មានអ្នកប្រើប្រាស់ទេកន្លែង password នេះដែរខ្ញុំដាក់ A4 ដើម1234 confirm password នេះក៏ដូចគ្នាដែរអញ្ចឹង password ដែលដាក់នៅខាងលើហ្នឹងយើងយកមកដាក់វិញដែរមកចឹងកន្លែងpassword នេះបងប្អូនអាចដាក់លេខលាយជាមួយនឹងអក្សរ8ខ្ទង់ឡើងទៅដាក់ងាយពីព្រោះថានៅពេលដែល submit ហើយអញ្ចឹង website នឹងតម្រូវឲ្យបងប្អូន change password ថ្មីម្ដងទៀតហើយអញ្ចឹងកន្លែងនេះយើងដាក់ password ស្រួលទៅតើតើនឹងកន្លែង phone នេះខាងមុខនេះគឺជាលេខកូដប្រទេសអញ្ចឹងបងប្អូនស្ថិតនៅប្រទេសណាមួយអញ្ចឹងបើសិនស្ថិតនៅថៃអញ្ចឹងយើងដាក់បូក84មកអញ្ចឹងបើស្ថិតនៅកម្ពុជាដាក់បូក855មកបើសិនបងប្អូនស្ថិតនៅប្រទេសថៃអញ្ចឹងយើងដាក់បូក66ហើយបើសិនជាស្ថិតនៅឥណ្ឌូនេស៊ីអញ្ចឹងយើងដាក់បូក62មកអញ្ចឹងដោយសារតែឈ្មោះនេះគឺនៅខ្មែរអញ្ចឹងដាក់855កន្លែងនេះដាក់លេខទូរស័ព្ទពិតប្រាកដមកនៅពេលដែលបងប្អូនដាក់លេខទូរស័ព្ទពិតប្រាកដរបស់បងប្អូនពេលដែលខាង Win 2888គាត់មាន promotion ថ្មីឬក៏ព័ត៌មានថ្មីអញ្ចឹងគាត់អាចជម្រាបដំណឹងជូនបងប្អូនបានកន្លែង prefer currency នេះគឺជាចំណុចទឹកប្រាក់ដែលបងប្អូនចង់ប្រើប្រាស់នៅក្នុងគណនីរបស់បងប្អូនអញ្ចឹងវាមានជាលុយដុល្លារលុយរៀលហើយនិងលុយដងហើយនិងលុយបាតអញ្ចឹងបងប្អូនចង់ប្រើប្រាស់ជាប្រភេទលុយមួយណាបងប្អូន select ទៅលើវាទៅកន្លែងនេះខ្ញុំ select លុយដុល្លារហើយកន្លែង affiliate code នេះដែរបងប្អូនគ្រាន់តែបំពេញថា AF 1811ជាការស្រេចបន្ទាប់ពីបំពេញព័ត៌មានរួចរាល់ហើយយើងធ្វើការ submit ទៅលើវាអញ្ចឹងកន្លែងនេះដាក់ថា register success enjoy your time អញ្ចឹងหมายថាព័ត៌មានដែលបងប្អូនបំពេញគឺត្រឹមត្រូវរួចរាល់ហើយធ្វើការ OK អញ្ចឹងយើងធ្វើការ login ចូលទៅក្នុងអ្នកដែលយើងបានបង្កើនបាញ់មិញសកល23 password 123A4 ដើម1234ខ្ញុំធ្វើការ submit ទៅលើវាចឹងកន្លែងនេះដូចខ្ញុំបានប្រាប់បងប្អូនបាញ់មិញអញ្ចឹង website នៅបន្ទាប់ពី
submit ហើយ website នឹងតម្រូវឲ្យchange password សារជាថ្មីអញ្ចឹងកន្លែងនេះយើង change មកកន្លែងនេះខ្ញុំដាក់ថាសកល1 2 3 4ខាងក្រោមដូចគ្នាដែរសកល1 2 3 4ធ្វើការ submit ទៅលើវាអញ្ចឹងបន្ទាប់ពីបង្កើត account ហើយអញ្ចឹងបងប្អូនអាចចូលមកមើលដល់ក្នុង website win2888 ថានៅក្នុងនេះមានប្រភេទ game អ្វីខ្លះនៅកន្លែងនេះវាមានដូចជា Lotto, Keno, Sport, Live Casino ហើយនិង game ជាច្រើនទៀតហើយនិង Finance នេះគឺគេលេងភាគហ៊ុនកន្លែងនេះអញ្ចឹងយើងចូលទៅដល់របៀបនៃការដាក់ប្រាក់ជាមួយនឹង website win2888 ទាំងអស់គ្នាយើង select ចូលទៅពាក្យថា balance អូខេកន្លែងនេះយើងមើលកន្លែងនេះ general កន្លែងយើងមើល balance នៅខាងក្រោមដោយសារតែ account យើងទៅបង្កើតថ្មីមិញយើងអត់ទាន់មានទឹកប្រាក់ទេអញ្ចឹងវា00កន្លែងនេះ$00បន្ទាប់ពីចូល select ទៅលើពាក្យ balance ហើយយើងចូលទៅពាក្យថា deposit បានន័យថាការដកប្រាក់ដាក់ប្រាក់សំទោសការដាក់ប្រាក់ខ្ញុំប្រិយវាឲ្យធំបន្តិចដោយសារតែខ្ញុំថតតាមរយៈទូរស័ព្ទអញ្ចឹងហើយវារៀងតូចយក password នេះយើងបំពេញ password ដែលយើង login ចូល account បាញ់មិញហ្នឹងសកល1 2 3 4បន្ទាប់មកតកតងទៅនឹង deposit amount អញ្ចឹងយើងត្រូវបំពេញចំនួនទឹកប្រាក់ដែលយើងចង់ដាក់ចូលទៅក្នុង website win2888 ហ្នឹងអញ្ចឹងយើងចង់ដាក់ប្រមាណទីហោថា$200ខ្ញុំដាក់កន្លែងនេះ Pay ថៃនេះយើងជ្រើសរើសយកពាក្យថា local bank តើយើងបាច់បដូរផ្លាស់ទេហើយតកតងទៅនឹងយក bank អញ្ចឹងយើងចង់វេលុយឲ្យទៅ website តាមរយៈធនាគារណាមួយអញ្ចឹងបើសិនជាយើងមានគណនីវិញអញ្ចឹងយើង select ទៅលើវិញខាងក្រោមនេះតកតងទៅនឹងយក bank account number កន្លែងនេះ account វិញរបស់បងប្អូនគឺមានលេខ8ខ្ទង់អញ្ចឹងយើងដាក់លេខគណនីវិញរបស់បងប្អូនទៅអញ្ចឹងកន្លែងនេះខ្ញុំដាក់ថាតទៀតតទៅនឹងយក bank account name កន្លែងនេះយើងត្រូវបំពេញឈ្មោះគណនីធនាគារវិញរបស់យើងអញ្ចឹងបើបងប្អូនមានជាគណនីធនាគារផ្សេងទៀតអញ្ចឹងយើងដាក់គណនីធនាគារឈ្មោះគណនីធនាគារហ្នឹងមកអញ្ចឹងកន្លែងនេះខ្ញុំដាក់សកល lim ហើយតទៅនឹង company bank account name អញ្ចឹងកន្លែងនេះគឺខាងភ្នាក់ងារ win2888 គឺជាអ្នកផ្ដល់ឲ្យខាងបងប្អូនទេអញ្ចឹងបងប្អូនប្រើប្រាស់ជាមួយនឹងគណនីណាមួយដូចជាគណនីធនាគារ Win ABA ឬក៏ Maybank ឬក៏គណនីណាមួយអញ្ចឹងបងប្អូនអាចតាក់ទងមកខាងWin2888អញ្ចឹងភ្នាក់ងារខាង Win2888នឹងផ្ដល់ឈ្មោះ account នេះជូនបងប្អូនហើយអញ្ចឹងកន្លែងនេះខ្ញុំដាក់ថាសុខដៃហ៊ីកន្លែង remark នេះយើងអាចដាក់ OK ក៏បានឬយើងអាចដាក់លេខទូរស័ព្ទតខ្លួនរបស់យើងដោយសារពេលខ្លះព័ត៌មានដែលយើងបំពេញហ្នឹងវាមានការខុសចន្លោះអញ្ចឹងវេលុយអត់បានចូលទៅក្នុង website ទេអញ្ចឹងខាងបើសិនជាខុសត្រង់ណាខាង website អាចតាក់ទងមកខាងបងប្អូនវិញបានអញ្ចឹងបន្ទាប់ពីបំពេញព័ត៌មានរួចរាល់ហើយយើងធ្វើការ submit ទៅលើទឹកព័ត៌មានរបស់យើងទៅអូខេតែអូអាណាឲ្យបងមកដាក់ទៅអូខេអញ្ចឹងថ្ងៃនេះខ្ញុំសូមចប់តែត្រឹមប៉ុណ្ណេះអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាមានសំណាងឈ្នះ
រង្វាន់ច្រើនជាមួយនឹង website Win 2888ទាំងអស់គ្នាសូមអរគុណច្រើនជួបគ្នាពេលក្រោយ cái dây ấy mình đấy được châu châu bắt